ចឹងយើងថាអនុគមតម្រូវការរបស់ផលិតផល x និង y ណាកំណត់ដោយ p1 ស្មើ50ដក x ហើយ p2 ស្មើ60ដក 2y បាទហើយសម្រាប់អនុគមថ្លៃដើមសរុបសម្រាប់ផលិតផលទាំងពីរប្រភេទគឺកំណត់ដោយ TC x នៃ y ស្មើ 2x គុណនឹង y បាទអញ្ចឹងគេឲ្យយើងចូលកំណត់នៅចំនួនឯកតានៃផលិតផលទាំងពីរដើម្បីឲ្យប្រាក់ចំណេញនឹងវាអតិបរមាហើយយើងរកប្រាក់ចំណេញអតិបរមានោះបាទអញ្ចឹងអនុគមថ្លៃដើមសរុបគេប្រាប់មកហើយប៉ុន្តែអនុគមប្រាក់ចំណូលសរុបអត់ទាន់ប្រាប់ទេក៏គេប្រាប់អនុគមតម្រូវការអញ្ចឹងយើងអាចរកអនុគមប្រាក់ចំណូលសរុបនោះដោយយើងយក P1 តម្លៃលោកឯកតាផលិតផលទី1ណា P2 តម្លៃលោកឯកតាផលិតផលទី2អញ្ចឹងយក P1 គុណ x បូកឲ្យ P2 គុណ y អានោះយើងបានអនុគមប្រាក់ចំណូលសរុបហើយយើងជំនួសថា P1 ស្មើ50ដក x ចូលទៅ P2 ស្មើ60ដក 2y អញ្ចឹងចូលទៅបាទចូលទៅបាទចឹងយើងថាយើងកំណត់នៅចំនួនឯកតានៃផលិតផលទាំងពីរដើម្បីឲ្យប្រាក់ចំណេញអតិបរមាចឹងយើងគណនានៅប្រាក់ចំណេញអតិបរមាហើយបានដំបូងយើងរកអនុគមប្រាក់ចំណូលសរុបសិនបាទបាទអញ្ចឹងយើងមានថាអនុគមប្រាក់ចំណូលសរុប TRXY នេះគឺស្មើយើងយក P1 គុណ x បូក P2 គុណ y អញ្ចឹងយើងទាញដល់ P1 គឺស្មើ50ដក x ណាមកគុណ x ហ្នឹងទៅ P2 យើងយក60ដក 2y មកគុណ y បាទអញ្ចឹងយើងគុណ x បញ្ចូលគុណ y បញ្ចូលទៅយើងទាញបានថា50ដក x គុណ x នេះគឺបាន 50x ដក x ការ៉េបាទដល់60ដក 2y គុណ y គឺបាន 60y ដក 2y ការ៉េបាទ 2y ការ៉េបាទអញ្ចឹងយើងទាញបានអនុគមប្រាក់ចំណូលសរុបTR នៃ xy ហ្នឹងគឺស្មើដក x ការ៉េដក 2y ការ៉េហ្នឹងបូក 50x បូកឲ្យ 60y បាទអញ្ចឹងយើងបានអនុគមប្រាក់ចំណេញសរុបបាទចំពោះអនុគមប្រាក់ចំណេញសរុបនេះTP នៃ xy ហ្នឹងគឺស្មើយើងយក TR នៃ xy ដក TC នៃ xy បាទបាទចឹងយើងថា TP នៃ xy នេះគឺយើងយក TR នៃ xy ដក TC នៃ xy ហ្នឹងចឹងយើងយកដក x ការ៉េដកឲ្យ 2y ការ៉េបូក 50x បូក 60y ដកឲ្យ 2xy បាទអញ្ចឹងយើងអត់ស្រួលឲ្យបានទេអញ្ចឹងយើងបានថាអនុគមប្រាក់ចំណេញយើងហ្នឹង TP នៃ xy គឺស្មើដល់ x ការ៉េដក 2y ការ៉េបូក 50x បូក 60y ដក 2xy ចឹងយើងកណនា derivative ដោយផ្នែកធៀបនឹង x បាទយើង derivative ដោយផ្នែកធៀប x នេះយើងបាន x ការ៉េហ្នឹងderivative បានដក 2x ដល់ដក 2y ការ៉េ0ហើយ 50x derivative សល់50 60y derivative 0មកណាដោយសារយើងធីប x បាទ
ដល់ដក 2xy អា x derivative ឃើញ1គុណឲ្យ 2y ទៅសល់ដក 2y បាទដក 2y បាទបាទដល់តេពេព្រីមនៃ y ហ្នឹងxy នេះគឺស្មើដក 4y បូក 60 ដក 2x បាទដក 2x បាទអញ្ចឹងយើងដោះស្រាយប្រព័ន្ធសមីការយើងបានថា derivative ដោយផ្នែក θ និង x គឺស្មើ0 derivative ដោយផ្នែក θ y គឺស្មើ0ដែរបាទអញ្ចឹងយើងដោះស្រាយប្រព័ន្ធសមីការយើងជំនួសបាទយើងជំនួសដក 2x បូក 50 ដក 2y នេះបងស្មើ0ដក 4y បូក 60 ដក 2x ស្មើ0បាទអញ្ចឹងយើងទាញឲ្យតម្លៃថេទៅអង្គស្ដាំវិញណាវាទៅជាដក x ដក y ស្មើដក 25ដក x ដក 2y ស្មើដក 30អញ្ចឹងយើងស្រួលយើងបានថា x បូក y ស្មើ 25 x បូក 2y ស្មើ 30អញ្ចឹងយើងធ្វើបានទីដកទៅយើងបានថាយើងយក x ដក x ហ្នឹងឃើញ0ដល់ y មកដកឲ្យ 2y គឺឃើញដក y គឺ25ដក 30នៅសល់ដក 5បាទបាទអញ្ចឹងយើងប្រើប្របាត់ x ចោលវាសល់ដក y ស្មើដក 5ហ្នឹងបាទហើយទាញរកតម្លៃ y ទៅគឺ y ស្មើ 5បាទអញ្ចឹងថា y ស្មើ 5យើងទាញរកតម្លៃ x យើងយក 25ដក y ទៅគឺបាន 25ដក 5នៅសល់ 20បាទអញ្ចឹងដោយសារបរិមាអនុគមធម្មតាយើងទីងថតជាមួយ derivative ទី2បាទអញ្ចឹងយើងបរិមាបណ្ដោះអាសន្នដល់ x0 y0 គឺ20ហើយ5អញ្ចឹងយើងកណ derivative លំដាប់2 type x ហ្នឹងមានថាយើងមានម្ដងហើយតែ derivative ដោយផ្នែក type x ទៅលើអនុគមប្រាក់ចំណេញហ្នឹងគឺដក 2x បូកឲ្យ50ដក 2y អញ្ចឹង derivative លំដាប់2វាឃើញដក 2បាទខាងនេះដក 2ណាដល់ derivative លំដាប់2 type x y គឺក៏ឃើញដក 2ដែរបាទនេះ0នេះ0នេះដក 2y នៅសល់ដក 2y នៅសល់ដក 2បាទ derivative លំដាប់2 type x y នៅសល់ដក 2ដល់ derivative លំដាប់2 type នឹង y គឺដក 4y ដក 4y ទៅ derivative លំដាប់2 type នឹង y ហ្នឹងបាទគឺដក 4y derivative សល់ដក 4ដល់60 0ដក 2x 0ហើយបាទអញ្ចឹង derivative លំដាប់2 type នឹង y ហ្នឹងស្មើដក 4បាទស្មើដក 4បាទបាទអញ្ចឹងម្ល៉េះខ្ញុំបានបាទ derivative លំដាប់2 type xx ស្មើដល់2 derivative លំដាប់2 type xy ស្មើដល់2ដែរ derivative លំដាប់2 type នឹង y ហ្នឹងគឺឃើញដល់4បាទអញ្ចឹងពេលហ្នឹងតម្លៃ a យើងយកជំនួសបរិមា25ជំនួសចូលវានៅតែដល់2ដដែលទេ derivative លំដាប់2 type x ណាបាទវាទៅជាង0ដល់ b យើងកណ derivative លំដាប់2 type x y ជំនួស25នឹងចូលអញ្ចឹងតម្លៃវាស្មើដល់2 C យើង derivative លំដាប់2 type នឹង y ជំនួស25ចូលតម្លៃវាស្មើដល់4បាទអញ្ចឹងយើងកណ d បាទ d ហ្នឹងគឺយើងយក ac ដក b ការ៉េ ac ដក b ការ៉េយើងយកដក2គុណដក4ហើយមកដកឲ្យដក2ការ៉េហ្នឹងអញ្ចឹងកណទៅឃើញ4បាទអញ្ចឹង4តម្លៃវាធំជាង0បាទ4នឹងធំជាង0បាទអញ្ចឹងយើងថាដោយ d ធំជាង
a តូចជាង0នោះអនុគមប្រាក់ចំណេញយើងគឺមានអតិបរមាត្រង់20ឯង5មានថា x ស្មើ20 y ស្មើ5បាទហើយយើងរកតម្លៃអតិបរមានៃអនុគមចឹងតម្លៃអតិបរមាអនុគមនេះយើងមានTP xy នេះស្មើដល់ x ការ៉េដក 2y ការ៉េបូក 50x បូក 60y ដក 2x xy បាទចឹងខ្ញុំចំនួន x ស្មើ20 y ស្មើ5ចូលចឹងវាទៅជា x ការ៉េវាដក20លើកជាការ៉េដក 2y ការ៉េវាទៅជាដក2គុណឲ្យ5ការ៉េបូក 50x គឺយើងថាបូកឲ្យ50គុណឲ្យ20បូក 60y គឺបូក 60គុណឲ្យ5បានដល់ឲ្យ2គុណឲ្យ x គឺគុណឲ្យ20ហើយ y គុណឲ្យ5បាទចឹងតម្លៃហ្នឹងយើងគណនាទៅស្មើ650បាទ650បាទបាទចឹងយើងស្រួលទៅតម្លៃនឹងឃើញ$650ណាសម្រាប់តម្លៃអតិបរមានៃអនុគមប្រាក់ចំណេញហ្នឹងចឹងជាការសន្និដ្ឋានយើងថាដូចនេះគេត្រូវលក់ផលិតផលទី1ឲ្យដាច់20ឯកតានិងផលិតផលទី2ឲ្យដាច់5ឯកតាដើម្បីឲ្យប្រាក់ចំណេញអតិបរមាស្មើ$650បាទប្រាក់ចំណេញអតិបរមាស្មើ$650បាទ$650